សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការបង្កើត currency exchange ដំបូងឡើយយើងត្រូវចូលទៅលើ menu setting បន្ទាប់មកយើងចូលទៅលើ currency exchange ឥឡូវនេះគឺយើងបានចូលមកដល់ទីតាំង currency exchange ហើយបន្ទាប់មកយើងធ្វើការ click ប៊ូតុង add new ដែលនៅខាងស្នាមដៃឥឡូវនេះគឺវានឹងបង្ហាញប្រអប់ដើម្បីយើងធ្វើការបញ្ចូលព័ត៌មាននៅក្នុង column នេះគឺជា share currency បានន័យថាតើយើងលក់ជាប្រភេទសាច់ប្រាក់ដុល្លារឬមួយក៏ជាប្រភេទសាច់ប្រាក់រៀលខ្ញុំជ្រើសរើសជាប្រភេទសាច់ប្រាក់ដុល្លារក្នុងតម្លៃ$1បន្ទាប់មកយើងធ្វើការ buy currency តើយើងទិញជាប្រភេទសាច់ប្រាក់ដុល្លារឬមួយក៏ជាប្រភេទសាច់ប្រាក់រៀលនៅពេលដែលយើងទិញចូលបន្ទាប់មកយើងធ្វើការទិញក្នុងតម្លៃប៉ុន្មានក្នុងតម្លៃ$4000ឧទាហរណ៍ថាយើងធ្វើការលក់ប្រាក់$1ក្នុងតម្លៃ$4000រៀលបន្ទាប់ពីបញ្ចូលព័ត៌មានហើយយើងធ្វើការคลิกទៅលើប៊ូតុង add new បន្ទាប់មកវានឹងបង្ហាញរីសានៅខាងក្រោមគឺជាព័ត៌មានដែលយើងបានបញ្ចូល